ព័ត៌មានសិល្បៈកំសាន្ត Update Today សូមស្វាគមន៍សង្កេតឈ្មោះក្នុងវិស័យសិល្បៈប្រមាណ20ឆ្នាំតារាសម្ដែងអ៊ុនសុធាលាអ្នកគាំទ្រយ៉ាងលឿនធ្វើឲ្យមិត្តសិល្បៈស្លុតចិត្តមហាជនប្រកាសជាបានស្គាល់ហើយតារាសម្ដែងប្រុសរូបរាងដ៏ស្រស់សង្ហាបែបខ្មែរអង្គរអ៊ុនសុធាដែលមានប្រជាប្រិយភាពនិងពោពេញដោយទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែងខ្សែភាពយន្តខ្មែរហើយតែងតែលេចមុខជាតួឯកប្រុសក្នុងរឿងល្បីៗរបស់ខ្មែរដែលបន្សល់ទុកនូវស្នាដៃជាច្រើនរបស់ខ្លួនក្នុងវិស័យសិល្បៈដោយឡែកនៅថ្ងៃទី19វិច្ឆិកាម្សិលមិញនេះក្នុងរង្វង់សិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបានទទួលដំណឹងនៃការលាចាកលោករបស់តារាសម្ដែងដ៏ឆ្នើមរូបនេះត្រឹមវ័យ40ឆ្នាំដោយសារជំងឺដំបៅក្រពះពោះវៀនធ្ងន់ធ្ងរនិងមានទឹកដក់ក្នុងពោះលោកអ៊ុនសុធាម្ចាស់ជ័យលាភីប្រុសស្អាតលេខ1កាលពីឆ្នាំ2006ក្នុងកម្មវិធីស្រីស្រស់ប្រុសស្អាតនិងជាតារាសម្ដែងដ៏មានឈ្មោះបោះសម្លេងល្បីល្បាញក្នុងពិភពសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយនេះបានបន្សល់ទុកនូវស្នាដៃជាខ្សែភាពយន្តចម្រៀងខារ៉ាអូខេនិងការងារសិល្បៈជាច្រើនរាប់មិនអស់ក្នុងនោះមានរឿងទុកស្រីប្តីព្រាត់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមីដែលជាភាពយន្តឆ្លុះបញ្ចាំងពីជីវិតតស៊ូរំដោះប្រទេសកម្ពុជាជាប្រវត្តិសាស្ត្ររបស់សម្ដេចតេជោហ៊ុនសែនផងដែរហើយអ្វីដែលកាន់តែក្រៀមក្រំនោះស្នាដៃភាពយន្តខ្នាតធំចុងក្រោយបែបប្រវត្តិសាស្ត្ររឿងអប្សរាមហាអង្គររបស់ផលិតកម្មរស្មីហងមាសដែលមានវត្តមានរបស់លោកមិនទាន់ចាក់បញ្ចាំងនៅឡើយទេតែគួរឲ្យសោកស្ដាយលោកមិនបាននៅមើលសមិទ្ធផលរបស់ខ្លួនជាមួយគ្នានេះដំណឹងនៃការបាត់បង់ធនធានដ៏មានទេពកោសល្យសម្ដេចតេជោហ៊ុនសែនតាមរយៈផលិតករឆ្នាំអេដាមហ្វៃសំអាងបានចូលរួមជាបច្ច័យបុណ្យចំនួន30លានរៀលផងដែរដល់គ្រួសារតារាសម្ដែងប្រុសលោកអ៊ុនសុធារដ្ឋមន្ត្រីជប៉ុនប្រកាសក្តែងលែងឲ្យអ្នកបរទេសដែលប្រព្រឹត្តមិនត្រឹមត្រូវជន់ដីជប៉ុនថ្មីនេះរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុនលោកស្រី Kimi Onoda បានប្រកាសថារដ្ឋាភិបាលជប៉ុននឹងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះសកម្មភាពខុសច្បាប់របស់ជនបរទេសទាំងអស់ក្នុងប្រទេសខ្លួនក្នុងនោះលោកស្រីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាអាជ្ញាធរជប៉ុនមានគោលបំណងរៀបចំឲ្យប្រទេសនេះលែងមានជនបរទេសដែលប្រព្រឹត្តមិនត្រឹមត្រូវជន់លើដីខ្លួនតទៅទៀតហើយថ្លែងក្នុងបទសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ Nikki Nippon TV និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតលោកស្រី Onoda បានបញ្ជាក់ថាវិធានការដ៏តឹងរ៉ឹងទាំងនេះគឺជារឿងចាំបាច់ដើម្បីបន្ធូរបន្ថយពីក្តីព្រួយបារម្ភរបស់សាធារណជននិងបញ្ហានៃការអនុវត្តដោយមិនស្មើភាពលោកស្រីរដ្ឋមន្ត្រីបានបន្ថែមទៀតថាជនបរទេសអាចរស់នៅក្នុងសង្គមរបស់ប្រទេសជប៉ុនបានលុះត្រាតែពួកគេអនុវត្តតាមច្បាប់និងបទបញ្ញត្តិបានខ្ជាប់ខ្ជួនម្យ៉ាងវិញទៀតប្រជាជនដែលគោរពច្បាប់បានជាប់លាប់មិនគួរប្រឈមនឹងផលវិបាកណាមួយឡើយសេចក្តីថ្លែងការណ៍ទាំងនេះគឺស្របពេលដែលលោកស្រីបានរិះគន់អំពីឥទ្ធិពលជនបរទេសក្នុងការកាន់កាប់ដីធ្លីរបស់ជប៉ុននិងបានសង្កត់ធ្ងន់ថារដ្ឋាភិបាលនឹងតាមដានប្រតិបត្តិការយ៉ាងដិតដល់រួមទាំងការទិញលក់ពីសំណាក់ជនបរទេសផងដែរដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ឬសកម្មភាពកេងប្រវ័ញ្ចនានាវិធីសាស្ត្ររបស់រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុនលោកស្រី Kimi Onoda បានឆ្លុះបញ្ចាំងពីការជំរុញកាន់តែទូលំទូលាយដើម្បីធានាថាជនបរទេសរួមចំណែកដោយស្របច្បាប់និងមិនបង្កការគំរាមកំហែងដល់សន្តិសុខជាតិឬសណ្ដាប់ធ្នាប់សង្គមក្នុងប្រទេសជប៉ុនសូមរំលឹកផងដែរថាកាលពីដើមខែនាយករដ្ឋមន្ត្រីលោកស្រីថាកៃឈីបានគូបញ្ជាក់ពីផែនការក្នុងការកំណត់ចំនួនជនបរទេសដែលអនុញ្ញាតឲ្យធ្វើដំណើរចូលប្រទេសជប៉ុននិងបានដឹកនាំគណៈរដ្ឋមន្ត្រីឲ្យបញ្ចេញទស្សនៈរបស់ពួកគេពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍នៅត្រឹមខែមករាឆ្នាំ2026ស្នាដៃច្នៃម៉ូដកូនខ្មែរពិតជាមិនធម្មតាដល់ថ្នាក់បវរកញ្ញាប្រទេសសេបៀជ្រើសរើសយកមកធ្វើជាឈុតតំណាងជាតិរបស់ខ្លួនក្នុងកម្មវិធីលំដាប់ពិភពលោកកាន់តែអស្ចារ្យស្នាដៃច្នៃម៉ូដដ៏ប្រណិតនិងផ្ចិតផ្ចង់បង្កប់ទៅដោយអត្ថន័យនៅពីក្រោយពេលនេះអន្តរជាតិកំពុងតែសម្លឹងមើលកាលពីថ្ងៃទី19វិច្ឆិកាម្សិលមិញនេះអ្នកតាមដានវិស័យបវរកញ្ញានៅកម្ពុជាបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលរំភើបនិងមានមោទនភាពក្រោយបានឃើញស្នាដៃរបស់កូនខ្មែរ
ត្រូវបានបង្ហាញដោយប្រទេសដទៃនៅលើឆាកអន្តរជាតិនៅក្នុងកម្មវិធីប្រកួតសម្រស់ដ៏ចំណាស់ Miss Universe 2025 លើកទី74ដែលបានឈានមកដល់វគ្គ Preliminary Competition ស្រាប់តែមហាជនអ្នកគាំទ្របវរកញ្ញានៅកម្ពុជាប្រទះឃើញថាម៉ូដឈុតតំណាងជាតិរបស់បវរកញ្ញាតំណាងប្រទេសស៊ើបៀបវរកញ្ញា Jelena Agova យកមកពី brand កូនខ្មែររបស់ហាង Ami Couture ដែលទើបតែបង្ហាញនៅ New York Fashion Week កាលពីពេលកន្លងទៅរឹតតែពិសេសនោះឈុតដែលបវរកញ្ញារូបនេះបានជ្រើសរើសពោពេញទៅដោយក្បូរក្បាច់ដ៏ទាក់ទាញមានអត្ថន័យដ៏ចម្លែករំលេចអំពីរូបនាឡិកានិងរថភ្លើងពណ៌មាសហាក់បង្ហាញពីដំណើរការឆ្លងកាត់ពេលវេលាពីសម័យអតីតកាលនិងបន្តទៅអនាគតរបស់សកលលោកជាមួយនឹងត្បូងភ្លឺផ្លេកគ្រប់ជ្រុងតែម្ដងសូមអរគុណចំពោះការតាមដានព័ត៌មានសិល្បៈកំសាន្ត Update Today